ជំងឺដុំពកនៅលើព្រាបឬក៏ភាសាអង់គ្លេសយើងអាចហៅថា avipox virus អញ្ចឹងនេះគឺជាប្រភេទជំងឺមួយដែលឆ្លងបើសិនជាយើងអត់បំបែកព្រាបទៅកាន់កន្លែងស្អាតទេហើយជំងឺអស់នេះគឺវាកើតមកពីអាកាសធាតុទី1គឺកន្លែងដែលមិនស្អាតស្បុកវានឹងសើមមានចៃមានអីមានមូសមានអីចឹងទៅវាធ្វើឲ្យមានបាក់តេរីមានវីរុសអស់ហ្នឹងហើយបន្ទាប់ពីវាកើតជំងឺនេះគឺយើងត្រូវតែព្យាបាលដាច់ខាតទី1យើងអាចកេះវាឈាមហើយយើងអាចលេបជាមួយនឹងប៉េរ៉ាឌីនឬក៏ថ្នាំក្រហមក្នុងស្វាយហ្នឹងក៏បានដែរយើងអាចលាបវាទៅហើយក្នុង3-4ថ្ងៃយើងអាចធ្វើម្ដងតែសំខាន់យើងមិនលាបលើដុំពកណាយើងកេះវាជីងឈាមហើយបើយើងលាបវាបាននេះការព្យាបាលរបស់វាហើយការការពាររបស់វានោះគឺយើងត្រូវតែសម្អាតទ្រុងយើងឲ្យស្អាតកុំឲ្យមានសម្មើលកុំឲ្យមានមូសកុំឲ្យមានមើលទៅថាអត់ស្អាតណាអាចវានឹងគឺយើងត្រូវស្អាតទៅគឺវាអត់សូវជួបបញ្ហាទេហើយជំងឺដុំពកនេះឬក៏ avipox virus នេះគឺវាកើតទៅលើតែភាគច្រើនគឺកូនព្រាបអាយុ1ខែមកដល់2ខែគឺភាគច្រើនគឺមានជំងឺហ្នឹងហើយជំងឺដុំពកបើយើងហៅថាជំងឺពកលើមុខលើមាត់ហើយបើវាកើតទៅលើជើងលើមុខក្បែរភ្នែកក្បែរហ្នឹងហើយបើសំខាន់នោះគឺកើតនៅក្នុងបំពង់កតែម្ដងអាហ្នឹងគឺបញ្ហាធំហានិភ័យព្រោះវាស៊ីអត់កើតតែបើយើងកើតចេញយើងឃើញកើតទេអត់អីទេកើតលើមុខកើតលើជើងលើអីអត់អីទេយើងគ្រាន់តែកេះវាឲ្យចេញឈាមហើយយើងយកប៉េរ៉ាឌីនមកលាបវាមកគឺអស់បញ្ហាតែបើសិនជាកើតនៅក្នុងមាត់ហ្មងគឺពិបាកនៅក្នុងកថើងហ្មងគឺពិបាកក្នុងការព្យាបាលពិបាកដល់យើងកេះពិបាកដល់យើងមើលយើងអត់ដឹងទេពេលខ្លះឆ្ងល់ទៅចុះប្រាប់យើងមិនអត់សូវស៊ីចំណីយើងអត់សូវមើលអត់ធ្វើអីយើងចិត្តតែដាក់ថ្នាំចិត្តតែអីមើលទៅវាមានអាពកហ្នឹងនៅក្នុងមាត់របស់វាក៏ធ្វើឲ្យពេលបើយើងស្គមដែរអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងចឹងបងមានចំណុចអីពាក់ព័ន្ធជាមួយនឹងព្រាបកុំភ្លេចខាតសួរខ្ញុំឬក៏ខមមិននៅខាងក្រោមវីដេអូនេះខ្ញុំនឹងបកស្រាយខមមិនជូនពុកម៉ែបងប្អូនទាំងអស់គ្នាបញ្ជាក់ឡើងវិញនេះគឺជាជំងឺសាស្បែកក៏បានឬក៏ជំងឺដុំពកក៏បានឬក៏ភាសាអង់គ្លេសហៅថា avipox virus ដែលកើតទៅលើព្រាបគឺដោយសារតែមូសនឹងឯងអញ្ចឹងមានតែប៉ុណ្្នឹងឯងហើយបងចង់ការពារវាឲ្យតែទ្រុងយើងស្អាតអត់មានប្រភេទចៃប្រភេទមូសអីទេអានឹងអត់មានទេចៃព្រាបដូចពីងពីងតែវាពណ៌ខ្មៅសុទ្ធអានឹងវាអាចនៅលើព្រាបហើយមួយទៀតប្រភេទចៃល្អទូចដែលខ្ញុំធ្លាប់បង្ហាញនៅក្នុងវីដេអូដែរអានឹងក៏បណ្ដាលឲ្យកើតជំងឺavipox virus ហ្នឹងដែរ